នរាក្នុងរាជធានីភ្នំពេញជាស្ពានទំនើបឆ្លងកាត់ទន្លេបាសាក់ដែលជាដៃទន្លេមេគង្គជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ដែលភ្ជាប់ពីរាជធានីភ្នំពេញនិងកោះនរាកោះពេជ្រហើយក៏ជាគម្រោងដ៏សំខាន់សម្រាប់ការអភិវឌ្ឍរាជធានីរបស់កម្ពុជាស្ពានកោះនរាស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងភ្នំពេញវាចាប់ផ្ដើមពីត្រើយខាងលិចនៃកោះពេជ្រក្នុងខណ្ឌចំការមុនហើយបញ្ចប់នៅកោះនរានិងទីក្រុងសំខាន់នៃរាជធានីភ្នំពេញដែលនៅជាប់នឹងចំណុចប្រសព្វនៃទន្លេមេគង្គនិងទន្លេបាសាក់ស្ពាននេះមានប្រវែងប្រហែល560ម៉ែត្រស្ពានមេគឺជាការរចនាស្ពានពីរជាន់ដែលមានកម្ពស់ប៉មប្រហែល100ម៉ែត្ររូបរាងគឺទំនើបនិងថាមវន្តក្លាយជាចំណុចលេចធ្លោថ្មីនៃមេឃរាជធានីភ្នំពេញការបាញ់ចប់នឹងការបើកដំណើរការស្ពានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានកាត់បន្ថយសម្ពាធចរាចរណ៍យ៉ាងខ្លាំងរវាងរាជធានីភ្នំពេញនិងកោះពេជ្រព្រមទាំងបានជំរុញការអភិវឌ្ឍសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កោះនរាកោះពេជ្រដើមឡើយជាឆ្នេរខ្សាច់នៅក្នុងទន្លេមេគង្គក្នុងប៉ុន្មានឆ្នាំថ្មីនេះដោយសារការអភិវឌ្ឍរួមគ្នានៃប្រទេសចិននិងកម្ពុជាវាបានក្លាយជាកភ្នំពេញថ្មីSEZដែលរួមបញ្ចូលលំនៅឋានពាណិជ្ជកម្មនិងការតាំងពិព័រណ៍កម្រិតខ្ពស់ជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវអូចិនកម្ពុជាស្ពានកោះនរាបានធ្វើជាសាក្សីនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងប្រទេសទាំងពីរលើវិស័យហេដ្ឋារចនាសម្ព័ន្ធហើយត្រូវអ៊ីនគេស្គាល់ថាជាស្ពានមិត្តភាព